ពីថ្ងៃនេះទៅយើងនឹងសិក្សាព្រះគម្ពីរម៉ាកុសជំពូកកំដង1ខំដង1អ្នកជំនាញព្រះគម្ពីរភាគច្រើនយល់ស្របថាដំណឹងល្អរបស់ម៉ាកុសគឺជាដំណឹងល្អដំបូងគេក្នុងចំណោមដំណឹងល្អទាំង4ដែលត្រូវបានសរសេរឡើងប្រហែលដោយសារវាជាសៀវភៅដំបូងដែលត្រូវបានសរសេរប្រយោគរបស់ម៉ាកុសខ្លីជាងដំណឹងល្អផ្សេងទៀតប្រយោគខ្លីមានន័យថាការពន្យល់មិនវែងនោះទេទោះយ៉ាងណាក៏ដោយដំណឹងល្អផ្សេងទៀតដែលតាមមកគឺមានប្រយោគវែងនិងមានការពណ៌នាច្បាស់ដូច្នេះពេលសិក្សាម៉ាកុសវាជាគំនិតល្អដែលត្រូវបើកដំណឹងល្អផ្សេងទៀតនៅក្បែរអ្នកហើយអានពួកវាទល់គ្នាមិនមានកំណត់ត្រាអំពីកំណើតរបស់ព្រះយេស៊ូវក្នុងដំណឹងល្អរបស់ម៉ាកុសទេប្រញាប់ចូលទៅក្នុងពន្ធកិច្ចរបស់ព្រះយេស៊ូវតាំងពីដើមម្លេះការប្រើពាក្យភ្លាមឬភ្លាមមើលតែម្ដងជាញឹកញាប់ក៏បង្ហាញពីបញ្ហានេះផងដែរដំណឹងល្អរបស់ម៉ាកុសបង្ហាញយ៉ាងច្បាស់ពីរបៀបដែលព្រះយេស៊ូវបានបដិញ្ញាចិត្តចំពោះអ្វីដែលព្រះបិតាបានសុំឲ្យគាត់ធ្វើនៅពេលខ្ញុំចាប់ផ្ដើមពន្ធកិច្ចជាគ្រូគង្វាលដំបូងកាលពីជាង30ឆ្នាំមុនសៀវភៅដំបូងដែលខ្ញុំបានចែករំលែកជាមួយសមាជិកក្រុមជំនុំរបស់ខ្ញុំគឺដំណឹងល្អរបស់ម៉ាកុសខ្ញុំគិតថាវាមកពីខ្ញុំចង់បម្រើយ៉ាងប្រកបដោយចិត្តស្ម័គ្រដូចជាព្រះយេស៊ូវជាព្រះម្ចាស់របស់យើងបានធ្វើដែរឥឡូវនេះនៅពេលដែលគ្រូគង្វាលម្នាក់ដែលបានចូលនិវត្តន៍ពីពន្ធកិច្ចគ្រូគង្វាលហើយចាប់យកដំណឹងល្អរបស់ម៉ាកុសម្ដងទៀតនោះគឺដោយសារគាត់ចង់រំលែកឡើងវិញបន្តិចនៅចិត្តទូរទស្សន៍ខ្ញុំបានឃើញបេសកជនជាច្រើននៅក្នុងទីវាលបេសកកម្មនិងអ្នកដឹកនាំមូលដ្ឋានដែលពួកគេបានបណ្ដុះក៏ចង់បានបែបនេះដែរខ្ញុំបានឃើញមនុស្សជាច្រើនដែលចង់ស្វែងរកភាពទូរទស្សន៍ពីរបស់ពួកគេពីសម័យមុននេះជាហេតុផលមួយទៀតដែលខ្ញុំយកម៉ាកុសមកម្ដងទៀតដូច្នេះនេះគឺជាសៀវភៅដែលមានអ្នកបម្រើរបស់ព្រះម្ចាស់នៅក្នុងទីវាលបេសកកម្មក្នុងចិត្តពេលសិក្សាជាមួយសៀវភៅនេះខ្ញុំលើកទឹកចិត្តឲ្យអ្នកប្រើប្រាស់ឆ្លុះបញ្ចាំងនិងពិភាក្សានៅចុងបញ្ចប់នៃជំពូកនីមួយវានឹងមានប្រយោជន៍សម្រាប់មនុស្ស2-3នាក់ជួបជុំគ្នាក្នុងក្រុមតូចមួយហើយសិក្សាវាបន្ទាប់មកប្រើអ្វីដែលពួកគេបានរៀនជាមូលដ្ឋានសម្រាប់ទស្សនីរបស់ពួកគេផ្ទាល់ឬការសិក្សាព្រះគម្ពីរវាគឺជាអ្នកការពារសាសនាម្នាក់ឈ្មោះ Justin Martyr ប្រហែល150សូដែលបានហៅដំណឹងល្អរបស់ម៉ាកុសថាជាកំណត់ហេតុរបស់ពេត្រុសដូចដែលគ្រូគង្វាលអាមេរិកឈ្មោះ William Lane និយាយថាមានពេលខ្លះក្នុងដំណឹងល្អរបស់ម៉ាកុសយើងងាកសំឡេងរបស់ពេត្រុសនៅពេលយើងអានដំណឹងល្អរបស់ម៉ាកុសយើងអាចធ្វើឲ្យវាកាន់តែពិតដោយគិតអំពីចរិតលក្ខណៈរបស់ពេត្រុសសំឡេងរបស់ពេត្រុសទឹកមុខរបស់ពេត្រុសដែលយើងស្រមៃថាពេត្រុសមានប៉ុន្តែជាចុងក្រោយអ្នកដែលគួរនៅក្នុងចិត្តរបស់យើងគឺជាព្រះរាជបុត្រានៃព្រះម្ចាស់យេស៊ូវគ្រីស្ទរបស់យើងដែលសួរថាតើអ្នកថាខ្ញុំជាអ្នកណាចូលយើងចាប់ផ្ដើមជំពូកទី1គម្ពីរទី1ការចាប់ផ្ដើមនៃដំណឹងល្អអំពីព្រះយេស៊ូវគ្រីស្ទព្រះរាជបុត្រានៃព្រះអ្នកទទួលដំបូងនៃដំណឹងល្អរបស់ម៉ាកុសគឺជាពុកបរិសុទ្ធនៅក្នុងទីក្រុងរ៉ូមនេះគឺក្នុងរជ្ជកាលនៃអធិរាជនេរ៉ូដើម្បីគេចពីការបៀតបៀនរបស់នេរ៉ូពុកបរិសុទ្ធនៅក្នុងទីក្រុងរ៉ូមបានលាក់ខ្លួននិងថ្វាយបង្គំនៅក្នុងព្រះវិហារក្រោមដីនៃកាតាគុំដែលជាក្រុងរ៉ូមប៉ុន្មានឆ្នាំមុនខ្ញុំបានចុះទៅក្នុងព្រះវិហារក្រោមដីនេះនៅកាតាគុំគំនូរនៅលើកន្លែងថ្វាយបង្គំក្រោមដីដែលមានពន្លឺអាប់មួយចំនួនគឺជាគំនូរទូកដែលតំណាងឲ្យសៀវភៅយ៉ូណាសខ្ញុំមានអារម្មណ៍ថាពុកបរិសុទ្ធនៅពេលនោះដែលមានក្តីសង្ឃឹមតែមួយគត់ក្នុងព្រះម្ចាស់ដែលមានព្រះជន្មរស់ឡើងវិញកំពុងស្វាគមន៍ខ្ញុំដោយទះដៃតើពួកគេថ្វាយបង្គំយ៉ាងដូចម្ដេចប្រសិនបើសាវកពេត្រុសមកអធិប្បាយឲ្យពួកគេនៅថ្ងៃអាទិត្យមួយតើគាត់នឹងអធិប្បាយយ៉ាងដូចម្ដេចខ្ញុំគិតថាយើងអាចស្ដាប់ភេទដំណឹងល្អរបស់ម៉ាកុសទាំងមូលចាប់ផ្ដើមពីទី1នៃអត្ថបទរបស់យើងកាន់តែរស់រវើកប្រសិនបើយើងស្ដាប់ដូចជាសាវកពេត្រុសកំពុងអធិប្បាយទៅកាន់ព្រះវិហារក្រោមដីនៅកាតាគុំការចាប់ផ្ដើមនៃដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទព្រះរាជបុត្រានៃព្រះពាក្យដំណឹងល្អគឺជាពាក្យមួយក្នុងចំណោមពាក្យដែលត្រូវបានប្រើជាធម្មតានៅពេលនោះប្រសិនបើមាននរណាម្នាក់ត្រូវបានគ្រងរាជ្យនោះគឺជាដំណឹងល្អប្រសិនបើនរណាម្នាក់ប្រកាសជ័យជំនះក្នុងសង្គ្រាមនោះក៏ជាដំណឹងល្អដែរដំណឹងល្អនៅឆ្នាំ490មុនសង្គ្រាមមួយបានផ្ទុះឡើងរវាងប្រទេសក្រិកនិងប៉ែស៊ីកងទ័ពប៉ែស៊ីធំជាងកងទ័ពក្រិក10 ដងប៉ុន្តែគួរឲ្យភ្ញាក់ផ្អើលកងទ័ពក្រិកបានឈ្នះសង្គ្រាមហើយទីតាំងនៃការប្រយុទ្ធគឺនៅម៉ារ៉ាត់មេបញ្ជាការកងទ័ពក្រិកបានបញ្ជូនទាហានម្នាក់ឲ្យទៅកាន់រដ្ឋធានីអេតែនដើម្បីរាយការណ៍ពីជ័យជំនះនេះប្រជាជនអេតែននៅពេលនោះកំពុងអស់សង្ឃឹម
ហើយទីហ៊ាននោះបានរត់ប្រហែល40គីឡូម៉ែត្រដោយមិនឈប់ដើម្បីចែករំលែកដំណឹងល្អបន្ទាប់មកគាត់ក៏ស្លាប់នេះគឺជាប្រភពដើមនៃព្រឹត្តិការណ៍រត់ម៉ារ៉ាតុងនៅក្នុងកីឡាអូឡ িম্প ិកប៉ុន្តែម៉ាកូសប្រកាសដំណឹងល្អដោយមានសម្លេងខ្លាំងជាង1000ដងដំណឹងល្អរបស់ម៉ាកូសគឺជាសៀវភៅដែលម៉ាកូសនិយាយទៅកាន់ពុទ្ធបរិស័ទនៃកាតាគុំដែលប្រកាសជាមានការព្រួយបារម្ភការភ័យខ្លាចនិងការអស់សង្ឃឹមធំជាងពលរដ្ឋអេតែននេះគឺជាដំណឹងល្អពិតម៉ាកូសចាប់ផ្ដើមដំណឹងល្អនេះជាមួយនឹងយ៉ូហានបាទីសគម្ពីរទី2វាត្រូវបានសរសេរក្នុងហោរាអេសាយថាខ្ញុំនឹងបញ្ជូនអ្នកនាំសាររបស់ខ្ញុំនៅពីមុខអ្នកដែលនឹងរៀបចំផ្លូវរបស់អ្នក3សំឡេងនៃអ្នកដែលហើរនៅក្នុងវាលរហោស្ថានរៀបចំផ្លូវសម្រាប់ព្រះម្ចាស់ធ្វើផ្លូវត្រង់សម្រាប់ទ្រង់4ដូច្នេះយ៉ូហានបានមកធ្វើពិធីជ្រមុជទឹកនៅក្នុងតំបន់វាលរហោស្ថាននិងអធិប្បាយពីពិធីជ្រមុជទឹកនៃការប្រែចិត្តសម្រាប់ការអត់ទោសបាប5តំបន់ជនបទយូដាទាំងមូលនិងប្រជាជនទីក្រុងយេរូសាឡឹមទាំងអស់បានចេញទៅជួបគាត់ដោយសារភាពបាបរបស់ពួកគេបានទទួលពិធីជ្រមុជទឹកពីគាត់នៅក្នុងទន្លេយ៉ូដានពន្ធកិច្ចរបស់យ៉ូហានបាទីសគឺនៅក្នុងវាលរហោស្ថានគឺជាកន្លែងដែលពួកហោរាជួបព្រះលោកម៉ូសេបានជួបព្រះនៅលើភ្នំស៊ីណៃជាវាលរហោស្ថានលោកអេលីយ៉ាបានឮសំឡេងព្រះនៅលើភ្នំហោរ៉េបក៏នៅក្នុងវាលរហោស្ថានដែរតាមរបៀបនេះវាលរហោស្ថានគឺជាកន្លែងដែលពួកហោរាបានជួបព្រះវានៅក្នុងវាលរហោស្ថាននេះដែលយ៉ូហានបាទីសបានស្រែកថារៀបចំផ្លូវសម្រាប់ការយាងមករបស់ព្រះម្ចាស់យ៉ូហានបាទីសបានធ្វើពិធីជ្រមុជទឹកនៅក្នុងទន្លេយ៉ូដានក្នុងពិធីជ្រមុជទឹកនៃការប្រែចិត្តព្រោះការប្រែចិត្តពីអំពើបាបគឺចាំបាច់ដើម្បីស្វាគមន៍ព្រះម្ចាស់ដែលនឹងយាងមកប៉ុន្តែគោលបំណងនៃពិធីជ្រមុជទឹកនេះគឺដើម្បីរៀបចំខ្លួនសម្រាប់ព្រះម្ចាស់ដែលនឹងយាងមកមិនមែនសម្រាប់ពិធីជ្រមុជទឹកខ្លួនឯងទេខគម្ពីរទី6យ៉ូហានស្លៀកសម្លៀកបំពាក់ដែលធ្វើពីរោមអូតមានខ្សែក្រវ៉ាត់ស្បែកនៅចង្កេះរបស់គាត់ហើយគាត់ញោមកណ្ដូបនឹងទឹកឃ្មុំព្រៃ7ហើយនេះគឺជាសាររបស់គាត់បន្ទាប់ពីខ្ញុំនឹងមានមួយដែលមានលទ្ធិនុភាពជាងខ្ញុំខ្សែស្បែកជើងរបស់គាត់ខ្ញុំមិនស័ក្តិសមនឹងអន់ចុះស្រ័យទេ8ខ្ញុំជ្រមុជអ្នកជាមួយទឹកប៉ុន្តែទ្រង់នឹងជ្រមុជអ្នកជាមួយព្រះវិញ្ញាណបរិសុទ្ធប្រសិនបើនរណាម្នាក់សួរខ្ញុំថាតើយ៉ូហានបាទីសជានរណាខ្ញុំនឹងឆ្លើយថាគាត់គឺជាមនុស្សម្នាក់ដែលដឹងត្រឹមត្រូវយ៉ូហានបាទីសដឹងថាគាត់ជានរណាហើយគាត់ដឹងថាព្រះយេស៊ូវជានរណាភាពបន្ទាបខ្លួនកើតចេញពីការដឹងថាអ្នកជានរណាពិតប្រាកដការបន្ទាបខ្លួនដោយចេតនាមិនមែនជាភាពបន្ទាបខ្លួនទេយ៉ូហានបាទីសមិនបានបន្ទាបខ្លួនដោយចេតនាទេគាត់ដឹងច្បាស់ថាគាត់ជានរណាហើយគាត់ស្មោះត្រង់អំពីរឿងនោះនៅពេលយ៉ូហានបាទីសស្ថិតនៅក្នុងគុកការសង្ស័យអំពីព្រះយេស៊ូវបានកើតឡើងដូច្នេះគាត់បានបញ្ជូនសិស្សរបស់គាត់ទៅជួបព្រះយេស៊ូវហើយសួរថាតើអ្នកជាអ្នកដែលនឹងមកគឺយើងត្រូវរងចាំអ្នកផ្សេងទៀតម៉ាថាយ 11:3 មិត្តភក្តិទាំងឡាយនេះគឺជាអ្វីដែលភាពបន្ទាបខ្លួនមើលទៅដូចភាពស្មោះត្រង់បែបនេះអំពីខ្លួនពិតប្រាកដរបស់មនុស្សម្នាក់គឺជាអ្វីដែលភាពបន្ទាបខ្លួនមើលទៅដូចហើយនេះជាអ្នកដែលយ៉ូហានបាទីសជាព្រះយេស៊ូវឆ្លើយតបទៅប្រាប់យ៉ូហាននៅអ្វីដែលអ្នកនឹងឃើញមនុស្សខ្វាក់មើលឃើញមនុស្សខ្វិនដើរមនុស្សខ្លងបានជាស្អាតមនុស្សថ្លង់យេមនុស្សស្លាប់រស់ឡើងវិញហើយដំណឹងល្អត្រូវបានអធិប្បាយដល់អ្នកក្រម៉ាថាយ 11:5 បន្ទាប់ពីពាក្យទាំងនេះព្រះម្ចាស់បន្ថែមពាក្យទាំងនេះសូមអរព្រះពរដល់អ្នកដែលមិនប្រមាថព្រោះតែខ្ញុំម៉ាថាយ 11:6 ខ្ញុំផ្ទាល់ចូលចិត្តគម្ពីរនេះខ្ញុំមិនស្គាល់នរណាម្នាក់ផ្សេងទៀតនៅក្នុងពិភពលោកដែលអាចនិយាយដោយក្តីជឿជាក់បែបនេះទេរាល់ពេលដែលខ្ញុំឃើញពាក្យធានាអះអាងទាំងនេះពីព្រះយេស៊ូវខ្ញុំទទួលអារម្មណ៍ថាចិត្តរបស់ខ្ញុំដែលជាប់រវល់ស្ងាត់ចុះហើយคล้ายជាសុខសាន្តយ៉ូហានបាទីសសំដៅទៅលើព្រះយេស៊ូវបាននិយាយថាទ្រង់ត្រូវតែកាន់តែធំហើយខ្ញុំត្រូវតែកាន់តែតូចយ៉ូហាន 3:30 អ្នកដែលឃើញតែភាពបន្ទាបខ្លួនរបស់យ៉ូហានបាទីសក្នុងសេចក្តីថ្លែងការណ៍នេះកំពុងមើលរំលងចំណុចសំខាន់ទាំងមូលយើងត្រូវសួរថានរណាបានធ្វើឲ្យយ៉ូហានបាទីសសារភាពបែបនេះតើនរណាបានធ្វើឲ្យយ៉ូហានបាទីសធ្វើបែបនេះវាគឺជាព្រះយេស៊ូវនោះមានន័យថាយើងត្រូវមើលឃើញព្រះយេស៊ូវជាមុនសិនអ្នកណាដែលយល់ពិតប្រាកដថាព្រះយេស៊ូវជានរណាត្រូវតែសារភាពដូចយ៉ូហានបាទីសដែរពេត្រុសបានធ្វើដូចគ្នានៅពេលព្រះយេស៊ូវប្រទានឲ្យគាត់នៅការចាប់ត្រីដែលធ្វើឲ្យទូករបស់គាត់លេច2ដងពេត្រុសដួលនៅពេលនោះដោយដួលនៅមុខព្រះយេស៊ូវគាត់បានសារភាពថា
ព្រះម្ចាស់សូមចេញឲ្យឆ្ងាយពីខ្ញុំទៅព្រោះខ្ញុំជាមនុស្សមានបាបលូកា 5:8 រឿងនេះកើតឡើងចំពោះអ្នកដែលពិតជាដឹងថាព្រះយេស៊ូវជានរណាមិត្តភ័ក្តិទាំងឡាយនេះគឺជាភាពបន្ទាបខ្លួនពិតប្រាកដភាពបន្ទាបខ្លួនពិតប្រាកដមកតែពេលយើងពិតជាដឹងថាព្រះយេស៊ូវជានរណាយ៉ូហានបាទីស្តបាននិយាយថាគាត់គឺជាអ្នកដែលជ្រមុជទឹកដោយទឹកហើយព្រះយេស៊ូវគឺជាអ្នកដែលជ្រមុជទឹកដោយព្រះវិញ្ញាណបរិសុទ្ធទឹកមិនអាចផ្លាស់ប្ដូរចិត្តរបស់មនុស្សដោយមូលដ្ឋានបានទេមានតែព្រះគឺព្រះវិញ្ញាណបរិសុទ្ធទេដែលអាចផ្លាស់ប្ដូរចិត្តរបស់មនុស្សយ៉ាងខ្លាំងព្រះយេស៊ូវជ្រមុជទឹកជាមួយព្រះវិញ្ញាណបរិសុទ្ធដើម្បីផ្លាស់ប្ដូរចិត្តរបស់មនុស្សយ៉ាងខ្លាំងទ្រង់ត្រូវតែកាន់តែធំហើយខ្ញុំត្រូវតែកាន់តែតូចទាំងនេះជាពាក្យដែលយ៉ូហានបាទីស្តស្រែកដោយអំណរដ៏អស្ចារ្យទីបំផុតអ្នកដែលត្រូវមកបានមកហើយយ៉ូហានបានឃើញទ្រង់នោះហើយជាមូលហេតុដែលគាត់ពោពេញដោយក្តីអំណររហូតដល់និយាយពាក្យទាំងនេះដូច្នេះពាក្យទាំងនេះមិនត្រូវបាននិយាយដោយសារតែយ៉ូហានបាទីស្តមានចិត្តបន្ទាបតាមធម្មជាតិទេព្រះច័ន្ទលាក់ពន្លឺរបស់ខ្លួននៅពេលជួបព្រះអាទិត្យមិនមែនព្រោះព្រះច័ន្ទបន្ទាបខ្លួនទេប៉ុន្តែព្រោះពន្លឺព្រះច័ន្ទត្រូវតែបាត់ទៅនៅពេលមានពន្លឺព្រះអាទិត្យព្រះយេស៊ូវគឺជាពន្លឺព្រះអាទិត្យអ្នកប្រាជ្ញអ្នកគិតឬអ្នកទស្សនវិជ្ជាណាក៏ដោយនៅក្នុងពិភពលោកនេះគ្រាន់តែជាពន្លឺព្រះច័ន្ទប៉ុណ្ណោះគួរឲ្យភ្ញាក់ផ្អើលព្រះយេស៊ូវនេះបង្ហាញខ្លួននៅឯទន្លេយ៉ូដានដើម្បីទទួលពិធីជ្រមុជទឹកខគម្ពីរទី9 នៅពេលនោះព្រះយេស៊ូវបានមកពីណាសារ៉េតនៃកាលីលេហើយបានទទួលពិធីជ្រមុជទឹកពីយ៉ូហាននៅក្នុងទន្លេយ៉ូដាន10ខណៈពេលដែលព្រះយេស៊ូវកំពុងឡើងពីទឹកទ្រង់បានឃើញមេឃបើកចំហើយព្រះវិញ្ញាណបានចុះមកលើទ្រង់ដូចជាសត្វព្រាប11ហើយសំឡេងបានមកពីស្ថានសួគ៌អ្នកជាបុត្ររបស់យើងដែលយើងស្រឡាញ់យើងសប្ព្រះហឫទ័យនឹងអ្នកណាហេតុអ្វីបានជាព្រះយេស៊ូវដែលជាពន្លឺព្រះអាទិត្យទទួលពិធីជ្រមុជទឹកវាគឺដើម្បីคล้ายជាមួយមនុស្សមានបាបទោះបីជាទ្រង់មិនដឹងពីអំពើបាបនិងគ្មានបាបក៏ដោយក៏ព្រះអង្គបានទទួលពិធីជ្រមុជទឹកជាមួយមនុស្សមានបាបដើម្បីคล้ายជាមួយពួកគេភាពរួបរวมគ្នានេះនឹងបន្តពីពេលនេះរហូតដល់ការឆ្កាងនៅកាល់វ៉ារីកម្ពុជានៃភាពជាអង្គតែមួយជាមួយនឹងមនុស្សមានបាបគឺជាឈើឆ្កាងនៅកាល់វ៉ារីអ្នកដែលជឿលើព្រះយេស៊ូវគឺជាអ្នកដែលជឿនឹងទទួលយកការរួបរวมគ្នារបស់ព្រះយេស៊ូវជាមួយមនុស្សមានបាបនៅកាល់វ៉ារីអ្នកដែលคล้ายជាមួយព្រះយេស៊ូវនៅទីនោះត្រូវបានរួបរวมជាមួយព្រះយេស៊ូវចាប់តាំងពីពេលនោះមកនឹងជារៀងរហូតដើម្បីសម្រេចរឿងនេះព្រះយេស៊ូវបានចាក់ចេញពីបល្ល័ង្ករបស់ទ្រង់នៅស្ថានសួគ៌ហើយយាងមកផែនដីនៅពេលដែលព្រះយេស៊ូវឡើងពីទឹកបន្ទាប់ពីពិធីជ្រមុជទឹករបស់ទ្រង់រឿង3យ៉ាងបានកើតឡើងទី1ផ្ទៃមេឃបែកវាបែកដូចអ្វីដែលដំបូលបែកនឹងពីដានបែកនេះមានន័យថាអ្វីដែលកើតឡើងចាប់ពីពេលនេះទៅកំពុងមកពីស្ថានសួគ៌មនុស្សដែលបាននឹងឃើញតែរឿងពីផែនដីលើនឹងឃើញនឹងជារឿងដែលមកពីស្ថានសួគ៌ទី2ខ្ញុំបាននិយាយសំឡេងព្រះបតាដែលគង់នៅស្ថានសួគ៌របស់ខ្ញុំអ្នកជាបុត្រស្រឡាញ់របស់ខ្ញុំដែលខ្ញុំសប្ព្រះហឫទ័យនេះគឺជាពេលវេលាសំខាន់នៅពេលដែលព្រះជាម្ចាស់បានដាក់ត្រាលើអត្តសញ្ញាណរបស់ព្រះយេស៊ូវទី3ព្រះវិញ្ញាណបរិសុទ្ធបានយាងចុះមកលើព្រះយេស៊ូវដូចជាសត្វព្រាបព្រះវិញ្ញាណបរិសុទ្ធបានយាងមកលើព្រះយេស៊ូវដើម្បីឲ្យយើងអាចឃើញនឹងភ្នែកផ្ទាល់របស់យើងថារាល់ពាក្យសម្ដីនិងសកម្មភាពរបស់ព្រះយេស៊ូវចាប់ពីពេលនេះទៅនឹងត្រូវធ្វើឡើងក្នុងព្រះវិញ្ញាណបរិសុទ្ធសូមកត់សម្គាល់ថាទាំងអស់នេះត្រូវបានចាប់ផ្ដើមដោយពាក្យភ្លាមខគម្ពីរទី10ភ្លាមព្រះជាព្រះបតានិងព្រះជាព្រះវិញ្ញាណបរិសុទ្ធបានធ្វើរឿងទាំងនេះភ្លាមបន្ទាប់ពីព្រះជារាជបុត្រាបានទទួលពិធីជ្រមុជទឹកព្រះជាព្រះបតានិងព្រះជាព្រះវិញ្ញាណបរិសុទ្ធបានធ្វើសកម្មភាពពិធីជ្រមុជទឹកគឺជាចំណុចផ្លាស់ប្ដូរភ្លាមព្រះជាព្រះបតានិងព្រះជាព្រះវិញ្ញាណបរិសុទ្ធបានធ្វើបែបនេះដោយមិនចំណាយពេលវេលាព្រោះចាប់ពីពេលនេះទៅចាប់ផ្ដើមពីពិធីជ្រមុជទឹកអត្តសញ្ញាណរបស់ព្រះយេស៊ូវនឹងត្រូវបានបង្ហាញដល់ពិភពលោកមានបាបនេះបន្ទាប់មកក៏ភ្លាមព្រះវិញ្ញាណបរិសុទ្ធបានបង្ខំព្រះយេស៊ូវឲ្យចូលទៅក្នុងវារហោស្ថានខគម្ពីរទី12ភ្លាមនោះព្រះវិញ្ញាណបានបញ្ជូនទ្រង់ឲ្យចេញទៅក្នុងវារហោស្ថាន13ហើយទ្រង់គង់នៅក្នុងវារហោស្ថានអស់រយៈពេល40ថ្ងៃត្រូវសាតាំងលបួងទ្រង់គង់នៅជាមួយសត្វព្រៃហើយពួកទេវតាបានបម្រើទ្រង់វារហោស្ថានគឺជាកន្លែងដែលអ្នកបម្រើរបស់ព្រះជួបព្រះប៉ុន្តែវាក៏តំណាងឲ្យពិភពលោកនេះដែលសាតាំងគ្រប់គ្រងផងដែរវានៅក្នុងទីរហោស្ថាននេះដែលព្រះវិញ្ញាណបរិសុទ្ធបានបង្ខំព្រះយេស៊ូវមិត្តភក្តិទាំងឡាយចូលចាំពាក្យសម្ដែងនេះបង្ខំ
ព្រះយេស៊ូវមិនបានទៅព្រុសទ្រង់ចង់ចំណាយពេលស្ងាត់ស្ងៀមក្នុងកន្លែងសុខសាន្តទេព្រះវិញ្ញាណបរិសុទ្ធបានបង្ខំទ្រង់ឲ្យចូលទៅក្នុងទីរហស្ថានហើយអ្វីបានជាទ្រង់បង្ខំទ្រង់ចូលទៅក្នុងវាលរហោស្ថានដើម្បីប្រឈមមុខជាមួយសាតាំងនៅក្នុងវាលរហោស្ថានព្រះយេស៊ូវត្រូវបានលបងដោយសាតាំងនេះបង្ហាញថាគោលបំណងរបស់ព្រះវិញ្ញាណបរិសុទ្ធក្នុងការបង្ខំព្រះយេស៊ូវឲ្យចូលទៅក្នុងវាលរហោស្ថានគឺដើម្បីឲ្យព្រះយេស៊ូវអាចត្រូវបានលបងដោយសាតាំងនិងប្រឈមមុខជាមួយវាអាដាមនិងអេវ៉ានៅក្នុងសួនអេដែនក៏ត្រូវបានលបងដោយសាតាំងដែរអាដាមនិងអេវ៉ាប្រាជ័យក្នុងការលបងប៉ុន្តែព្រះយេស៊ូវឈ្នះការលបងវាសំខាន់ដែលត្រូវកត់សម្គាល់ថាព្រះយេស៊ូវត្រូវបានលបងដោយសាតាំងទាំង40ថ្ងៃមិនមែនបន្ទាប់ពី40ថ្ងៃទេប៉ុន្តែអស់រយៈពេល40ថ្ងៃទាំងមូលក្នុងអំឡុងពេលនេះព្រះយេស៊ូវក៏ត្រូវប្រយុទ្ធជាមួយសត្វព្រៃដែលគួរឲ្យខ្លាចផងដែរសម្រាប់ពុកបរិសុទ្ធរ៉ូមៀងដែលលាក់ខ្លួននៅក្នុងរូងកាតាគុំសត្វព្រៃគឺជានេរ៉ូដែលបានលាបសារធាតុកាតរៀនលើពុកបរិសុទ្ធព្យួរពួកគេលើដើមឈើនិងបិទពួកគេដូចជាអំពូលភ្លើងតាមផ្លូវគឺជាសត្វព្រៃនៃសត្វព្រៃព្រះអម្ចាស់ក៏បានប្រយុទ្ធជាមួយសត្វព្រៃដែរខ្ញុំគិតថាពុកបរិសុទ្ធកាតាគុំប្រកាសជាបានទទួលការលួងលោមយ៉ាងខ្លាំងពេលឮពាក្យទាំងនេះពួកគេនឹងលួងលោមនិងលើកទឹកចិត្តគ្នាទៅវិញទៅមកដោយនិយាយថាព្រះអម្ចាស់ក៏បានប្រយុទ្ធជាមួយសត្វព្រៃដែរប៉ុន្តែសត្វព្រៃមិនមែនជាអ្នកតែមួយគត់ដែលនៅជាមួយព្រះអម្ចាស់ទេក៏មានទេវតាផងដែរពួកទេវតាបានបម្រើព្រះអម្ចាស់តើទេវតាទាំងអស់មិនមែនជាវិញ្ញាណបម្រើដែលត្រូវបានបញ្ជូនមកបម្រើអ្នកដែលនឹងទទួលសេចក្តីសង្គ្រោះទេអីហេព្រើរ 1:14 នេះគឺជាជំពូកហេព្រើរទី1ខ្ទី 14 ទេវតាគឺជាវិញ្ញាណដែលព្រះបានបញ្ជូនមកបម្រើអ្នកជឿលើព្រះយេស៊ូវពួកគេបានបម្រើព្រះអម្ចាស់នៅក្នុងវាលរហោស្ថានពួកគេបានបម្រើពុកបរិសុទ្ធនៅក្នុងរូងកាតាគុំសប្តាហ៍ថ្ងៃនេះពួកគេបម្រើយើងនៅក្បែរយើងមនុស្សបរិសុទ្ធមិនដែលនៅម្នាក់ឯងទេគម្ពីរទី14បន្ទាប់ពីលោកយ៉ូហានត្រូវបានដាក់ក្នុងគុកព្រះយេស៊ូវយាងទៅកាន់ស្រុកកាលីលេប្រកាសដំណឹងល្អរបស់ព្រះ15ព្រះអង្គមានបន្ទូលថាពេលវេលាបានមកដល់ហើយនគរព្រះនៅជិតហើយចូលប្រែចិត្តហើយជឿដំណឹងល្អចុះបន្ទាប់ពីយកឈ្នះលើសាតាំងនៅក្នុងវាលរហោស្ថានព្រះយេស៊ូវត្រឡប់ទៅកាលីលេវិញចាប់ពីពេលនេះទៅទ្រង់ធ្វើដោយខ្លួនឯងធ្វើកិច្ចការរបស់ព្រះអម្ចាស់ដែលទ្រង់ត្រូវធ្វើចូលប្រែចិត្តនិងជឿលើដំណឹងល្អមិត្តភក្តិទាំងឡាយទាំងនេះគឺជាពាក្យដំបូងដែលព្រះយេស៊ូវបាននិយាយក្នុងនាមជាអ្នកបម្រើរបស់ព្រះនៅពេលទ្រង់យាងមកក្នុងពិភពលោកនេះស្ដាប់ម្ដងទៀតចូលប្រែចិត្តហើយជឿលើដំណឹងល្អពាក្យមុនគឺប្រែចិត្តហើយពាក្យក្រោយគឺជឿដំណឹងល្អពួកហោរាក្នុងគម្ពីរសញ្ញាចាស់ច្រើនតែនិយាយថាប្រែចិត្តប៉ុន្តែពួកគេមិនអាចនិយាយពាក្យក្រោយបានទេប៉ុន្តែមានតែព្រះយេស៊ូវប៉ុណ្ណោះដែលធ្វើដំណើរឆ្ងាយឡំដើម្បីនិយាយថាជឿលើដំណឹងល្អមានន័យថាជឿថាព្រះបានបញ្ជូនព្រះរាជបុត្រារបស់ទ្រង់មកសុគតជំនួសយើងហើយទ្រង់បានទូលបាបរបស់យើងនៅក្នុងរូបកាយរបស់ទ្រង់ផ្ទាល់ជាការបង់ថ្លៃសម្រាប់អំពើបាបរបស់យើងនេះគឺជាអ្វីដែលនឹងបង្ហាញយ៉ាងពេញលេញក្នុងកំឡុងពេលនៃដំណឹងល្អរបស់ម៉ាកុសដែលនៅសល់វាមានឥទ្ធិពលខ្លាំងណាស់ដែលម៉ាកុសបានចាប់ផ្ដើមម៉ាកុសមួយដោយប្រកាសយ៉ាងស្រពាបស្រពិលថានេះគឺជាការចាប់ផ្ដើមនៃដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទព្រះរាជបុត្រានៃព្រះដំណឹងល្អរបស់ព្រះគឺជាការប្រកាសអំពីនគរស្ថានសួគ៌ចំពោះមនុស្សដែលគ្រាន់តែដឹងអំពីនគរនៃលោកីយ៍នេះវាជាដំណឹងដ៏គួរឲ្យភ្ញាក់ផ្អើលថាមាននគរមួយទៀតគឺនគរព្រះនគរព្រះនេះបានមកដល់ពិភពលោកហើយឥឡូវនេះនគរថ្មីមួយដែលមិនធ្លាប់សុបិនបានចូលមកក្នុងពិភពលោករឿងដំបូងដែលប្រជាជននៃពិភពលោកត្រូវធ្វើគឺផ្លាស់ប្ដូរសញ្ជាតិរបស់ពួកគេត្រូវតែប្រញាប់ប្រញាល់ផ្លាស់ប្ដូរសញ្ជាតិរបស់ពួកគេពីពលរដ្ឋនៃនគរនៃពិភពលោកនេះទៅជាពលរដ្ឋនៃនគរស្ថានសួគ៌ដើម្បីសម្រេចកិច្ចការនេះព្រះយេស៊ូវជ្រើសរើសសិស្សរបស់ទ្រង់ខគម្ពីរទី16ខណៈពេលដែលព្រះយេស៊ូវយាងតាមបណ្ដោយសមុទ្រកាលីលេទ្រង់បានឃើញស៊ីម៉ូននិងប្អូនប្រុសរបស់គាត់ឈ្មោះអាន់ដ្រេកំពុងបោះសំណាញ់ចូលទៅក្នុងបឹងត្បិតពួកគេជាអ្នកនេសាទ17ព្រះយេស៊ូវមានបន្ទូលថាចូលមកតាមខ្ញុំហើយខ្ញុំនឹងធ្វើឲ្យអ្នករាល់គ្នាក្លាយជាអ្នកនេសាទមនុស្ស18ភ្លាមនោះពួកគេបានទុកសំណាញ់ចោលហើយបានដើរតាមព្រះអង្គ19នៅពេលដែលទ្រង់យាងទៅមុខបន្តិចទ្រង់បានឃើញយ៉ាកុបកូនប្រុសរបស់សេបេដេនិងយ៉ូហានជាប្អូនប្រុសរបស់គាត់នៅក្នុងទូកកំពុងរៀបចំសំណាញ់របស់ពួកគេ
មកបីដោយគ្មានការពន្យាពេលទ្រង់បានហើពួកគេហើយពួកគេបានចាក់ចេញពីឪពុករបស់ពួកគេឈ្មោះសេបេដេក្នុងទូកជាមួយនឹងអ្នកជំនួញឈ្នួលហើយដើរតាមទ្រង់សូមកត់សម្គាល់ពីការសង្កត់ធ្ងន់ដែលបានដាក់លើពាក្យភ្លាមនៅពេលដែលព្រះយេស៊ូវមានបន្ទូលថាចូលតាមខ្ញុំមកអ្នកខ្លះក្នុងចំណោមពួកគេបានបោះបង់ចោលសំណាញ់របស់ពួកគេភ្លាមហើយដើរតាមទ្រង់ហើយអ្នកខ្លះបោះបង់ចោលទូករបស់ពួកគេភ្លាមហើយដើរតាមទ្រង់នេះបង្ហាញពីរបៀបដែលនគរព្រះដែលព្រះយេស៊ូវកំពុងនិយាយគឺមានឥទ្ធិពលយ៉ាងខ្លាំងលើសពីនេះទៅទៀតពួកគេភ្លាមត្រូវបានទាញចូលទៅរកព្រះយេស៊ូវដូចជាដៃគោទៅរកមេដែកដោយសារកម្លាំងមួយដែលមិនអាចទប់ទល់បានដែលចេញមកពីទ្រង់មិត្តភក្តិទាំងឡាយគ្មានរ៉ាប៊ីណាធ្លាប់ធ្វើបែបនេះទេពីមុនមកសិស្សដែលចង់ធ្វើជាសិស្សនឹងទៅរកគ្រូរ៉ាប៊ីហើយនិយាយថាសូមបង្រៀនខ្ញុំមិនមែនរ៉ាប៊ីខ្លួនឯងទៅរកអ្នកណាម្នាក់ហើយនិយាយថាចូលតាមខ្ញុំមកទេព្រោះពួករ៉ាប៊ីគ្មានសិទ្ធិអំណាចបែបនោះទេពួកគេគ្មានកម្លាំងនៃមេដែកទេអ្នកណាដែលនិយាយថាចូលតាមខ្ញុំមកត្រូវតែអាចទទួលខុសត្រូវចំពោះលទ្ធផលចុងក្រោយមិត្តភក្តិទាំងឡាយគ្មាននរណាម្នាក់នៅក្នុងពិភពលោកនេះអាចទទួលខុសត្រូវចំពោះលទ្ធផលចុងក្រោយបានទេគ្មាននរណាម្នាក់អាចទទួលខុសត្រូវរហូតដល់ទីបញ្ចប់បានទេមានតែព្រះយេស៊ូវជាអាល់ផានិងអូមេហ្គាដែលអាចទទួលខុសត្រូវរហូតដល់ទីបញ្ចប់បានយើងទាំងអស់គ្នាចង់ដើរតាមនរណាម្នាក់យើងទាំងអស់គ្នាចង់ធ្វើតាមនរណាម្នាក់ប៉ុន្តែភាគច្រើនយើងបោះបង់ចោលនៅពាក់កណ្ដាលផ្លូវព្រោះយើងឃើញដែនកំណត់របស់មនុស្សដែលយើងចង់ធ្វើតាមប៉ុន្តែព្រះយេស៊ូវគឺជាប្រភពទឹកដែលផុសឡើងនៅក្នុងយើងទៅជាជីវិតអស់កលុបជានិច្ចយ៉ូហាន 4:13 វាមិនដែលរីងស្ងួតទេទោះបីជាអ្នកទទួលទានច្រើនយ៉ាងណាក៏ដោយក៏អ្នកមិនអាចទទួលទានអស់ពីវាបានដែរវាគឺជាទឹកជីវិតអស់កលុបដែលធ្វើឲ្យមនុស្សខាងក្នុងរបស់អ្នកកាន់តែរស់រវើកកាន់តែអ្នកទទួលទានគម្ពីរទី21ពួកគេទៅភូមិកាពើនឹមហើយនៅពេលដែលថ្ងៃឈប់សម្រាកមកដល់ព្រះយេស៊ូវបានចូលទៅក្នុងសាលាប្រជុំហើយចាប់ផ្ដើមបង្រៀន22ប្រជាជនមានការអស្ចារ្យចំពោះការបង្រៀនរបស់ទ្រង់ព្រោះទ្រង់បានបង្រៀនពួកគេដូចជាអ្នកដែលមានសិទ្ធិអំណាចមិនដូចគ្រូបង្រៀនច្បាប់ទេអ្នកចំណាំស្រង់បទគម្ពីរតែងតែមានការគាំទ្រពីខាងក្រៅនៅពេលពួកគេបង្រៀនមនុស្សពួកគេនឹងនិយាយថារ៉ាប៊ីម្នាក់បាននិយាយថាហើយពួកគេប្រើប្រាស់ការគាំទ្រពីខាងក្រៅនោះជាសិទ្ធិអំណាចបង្រៀនរបស់ពួកគេប៉ុន្តែព្រះយេស៊ូវមិនដែលធ្វើបែបនោះទេទ្រង់និយាយនឹងបង្រៀនតាមបែបខ្ញុំប្រាប់អ្នកដោយមិនចាំបាច់ពឹងផ្អែកលើនរណាម្នាក់ក្រៅពីខ្លួនទ្រង់ផ្ទាល់និយាយម្យ៉ាងទៀតទ្រង់មិនយកសិទ្ធិអំណាចរបស់ទ្រង់ពីប្រភពខាងក្រៅទេព្រះយេស៊ូវផ្ទាល់គឺជាសិទ្ធិអំណាចនិងប្រភពនៃសិទ្ធិអំណាចទេសនាដែលប្រកាសពីវេទិកានៅក្នុងព្រះវិហារសប្តាហ៍ថ្ងៃនេះខ្វះអំណាចវាខ្វះអំណាចព្រោះតែព្រះយេស៊ូវបាត់ពីវាហើយព្រះបន្ទូលរបស់ព្រះយេស៊ូវបាត់ពីវាទេសនាត្រូវការឲ្យព្រះយេស៊ូវត្រឡប់មកវិញហើយព្រះបន្ទូលរបស់ព្រះយេស៊ូវត្រូវស្ដារឡើងវិញបន្ទាប់មកអំណាចនិងសិទ្ធិអំណាចនៃទេសនានឹងត្រូវបានស្ដារឡើងវិញគួរឲ្យភ្ញាក់ផ្អើលគឺជាអារៈដែលបង្ហាញថាព្រះយេស៊ូវគឺជាសិទ្ធិអំណាចនិងប្រភពនៃសិទ្ធិអំណាចគម្ពីរទី23ពេលនោះបុរសម្នាក់នៅក្នុងសាលាប្រជុំដែលត្រូវអារ៉ុសចូលបានស្រែកឡើងថា24តើអ្នកចង់បានអ្វីជាមួយយើងយេស៊ូវអ្នកស្រុកណាសារ៉េតតើអ្នកមកបំផ្លាញយើងឬខ្ញុំដឹងថាអ្នកជានរណាព្រះដ៏បរិសុទ្ធនៃព្រះ25ចូលនៅស្ងៀមព្រះយេស៊ូវមានបន្ទូលយ៉ាងតឹងរឹងចូលចេញពីគាត់ទៅ25មួយវិញ្ញាណអាក្រក់បានញ័រកាយបុរសនោះយ៉ាងខ្លាំងហើយចេញពីគាត់ទាំងស្រែក27ប្រជាជនទាំងអស់មានការភ្ញាក់ផ្អើលខ្លាំងណាស់ពួកគេសួរគ្នាទៅវិញទៅមកថាតើនេះជាអ្វីជាការបង្រៀនថ្មីនិងមានសិទ្ធិអំណាចទ្រង់ផ្ដល់បទបញ្ជាដល់វិញ្ញាណអាក្រក់ផងដែរហើយពួកវាស្ដាប់បង្គាប់ទ្រង់28ដំណឹងអំពីទ្រង់បានរីករាលដាលយ៉ាងឆាប់រហ័សទៅពេញតំបន់កាលីលេនេះគឺជាព្រឹត្តិការណ៍អភូតហេតុដំបូងដែលបានកត់ត្រាក្នុងដំណឹងល្អរបស់ម៉ាកុសព្រឹត្តិការណ៍អភូតហេតុនេះគឺជាការប្រយុទ្ធខាងវិញ្ញាណការយកឈ្នះលើសាតាំងនៅក្នុងវាលរហោស្ថានគឺជាការប្រយុទ្ធខាងវិញ្ញាណការដេញអារក្សចេញនៅទីនេះក៏ជាការប្រយុទ្ធខាងវិញ្ញាណដែរវាមានសារៈសំខាន់ណាស់ដែលម៉ាកុសកត់ត្រាការប្រយុទ្ធខាងវិញ្ញាណនេះជាព្រឹត្តិការណ៍អភូតហេតុដំបូងក្នុងដំណឹងល្អរបស់ម៉ាកុសកំពុងបង្ហាញថាព្រះយេស៊ូវគឺជាស្ដេចនៃអាណាចក្រវិញ្ញាណលើកចុងក្រោយដែលព្រះយេស៊ូវបានបង្រៀនប្រជាជនមានការអស្ចារ្យពេលបានឃើញថាការបង្រៀនរបស់ទ្រង់មានសិទ្ធិអំណាចដ៏អស្ចារ្យខុសពីពួកអ្នកចំណាំស្រង់បទគម្ពីរលើកនេះ
ពួកគេមានការអស្ចារ្យម្ដងទៀតនៅពេលពួកគេឃើញអារ៉ាស់ចុះចូលទាំងស្រុងចំពោះសិទ្ធិអំណាចរបស់ព្រះយេស៊ូវដោយនិយាយថានេះគឺជាការបង្រៀនថ្មីមួយដែលមានសិទ្ធិអំណាចតើវាមិនគួរឲ្យភ្ញាក់ផ្អើលទេអីដែលមនុស្សដំបូងដែលស្គាល់អត្តសញ្ញាណរបស់ព្រះយេស៊ូវនិងសិទ្ធិអំណាចទេវភាពរបស់ទ្រង់មិនមែនជាមនុស្សទេប៉ុន្តែជាអារ៉ាស់ប៉ុន្តែព្រះយេស៊ូវមិនអនុញ្ញាតឲ្យអារ៉ាស់ដឹងនិងនិយាយអំពីអត្តសញ្ញាណរបស់ព្រះយេស៊ូវទេផ្ទុយទៅវិញទ្រង់មានបន្ទូលថាចូលនៅស្ងៀមនៅក្នុងព្រះគម្ពីរជាភាសាអង់គ្លេសខ្លះពាក្យនៅស្ងៀមត្រូវបានបកប្រែថាចូលបិទមាត់តាមពាក្យរបស់យើងវាមានន័យថាបិទមាត់ឯងហេតុអ្វីបានជាព្រះយេស៊ូវមិនអនុញ្ញាតឲ្យពួកអារ៉ាស់ដឹងថាទ្រង់ជានរណាព្រោះការដឹងថាព្រះយេស៊ូវជានរណាគឺជារឿងដែលតាក់ទងដោយផ្ទាល់ទៅនឹងសេចក្តីសង្គ្រោះព្រះយេស៊ូវចង់ឲ្យតែមនុស្សប៉ុណ្ណោះដឹងពីសេចក្តីពិតដ៏សំខាន់នេះព្រោះទ្រង់បានយាងមកសង្គ្រោះមនុស្សមិនមែនអារ៉ាស់ទេដូច្នេះចំពោះពួកអារ៉ាស់ទ្រង់មានបន្ទូលថាចូលបិទមាត់ខគម្ពីរទី29ភ្លាមបន្ទាប់ពីពួកគេចេញពីសាលាប្រជុំពួកគេបានទៅជាមួយយ៉ាកុបនិងយ៉ូហានទៅផ្ទះរបស់ស៊ីម៉ូននិងអង់ដ្រេ30ម្ដាយក្មេករបស់ស៊ីម៉ូនកំពុងដេកជាមួយនឹងគ្រុនក្តៅហើយពួកគេបានប្រាប់ព្រះយេស៊ូវភ្លាមអំពីនាង31ដូច្នេះទ្រង់យាងទៅរកនាងចាប់ដៃនាងហើយជួយនាងឲ្យក្រោកឡើងគ្រុនបានចាក់ចេញពីនាងហើយនាងចាប់ផ្ដើមបម្រើពួកគេនៅទីនេះម្ដងទៀតពាក្យភ្លាមត្រូវបានសង្កត់ធ្ងន់វាបង្ហាញថាតើព្រះយេស៊ូវកំពុងធ្វើការយ៉ាងជិតស្ម័គ្រយ៉ាងណាសម្រាប់នគរស្ថានស៊ូកក្នុងនាមជាអ្នកបម្រើរបស់ព្រះយេហូវ៉ាកាលពីពេលថ្មីនេះផ្នែកខាងក្រោមនៃសាលាប្រជុំកាពើនឹមត្រូវបានជីកដោយអ្នកបុរាណវិទ្យាហើយឥឡូវនេះត្រូវបានអភិរក្សយ៉ាងល្អនៅកាពើនឹមផ្ទះរបស់ម្ដាយក្មេករបស់ពេត្រុសក៏ត្រូវបានស្ដារឡើងវិញហើយទីកន្លែងទាំងពីរនោះនៅច្រកទ្វារតែប៉ុន្មានម៉ែត្រប៉ុណ្ណោះនេះធ្វើឲ្យវាពិតណាស់ថានៅពេលព្រះយេស៊ូវចេញពីសាលាប្រជុំនៅកាពើនឹមទ្រង់យាងតែត្រង់ទៅផ្ទះម្ដាយក្មេករបស់ពេត្រុសចេញពីសាលាប្រជុំព្រះម្ចាស់យាងទៅតែត្រង់ទៅផ្ទះម្ដាយក្មេករបស់ពេត្រុសទ្រង់ចាប់នាងដែលកំពុងរងទុក្ខពីគ្រុនក្តៅដោយដៃរបស់ទ្រង់និងលើកនាងឡើងហើយគ្រុនក្តៅនោះភ្លាមក៏ចាក់ចេញពីនាងអស្ចារ្យណាស់រឿងភ្លាមខុសពីដំណឹងល្អផ្សេងទៀតម៉ាកុសមិននិយាយអំពីពងសាវតាររបស់ព្រះយេស៊ូវទេម៉ាថាយផ្ដោតលើព្រះយេស៊ូវដែលយាងមកជាស្ដេចពងសាវតារគឺចាំបាច់ដើម្បីណែនាំស្ដេចមួយអង្គប៉ុន្តែម៉ាកុសផ្ដោតលើព្រះយេស៊ូវក្នុងនាមជាអ្នកបម្រើមិនត្រូវការពងសាវតារទេតើមិនមែនតែរឿងសំខាន់មួយគត់ចំពោះអ្នកបម្រើគឺជាការងាររបស់គាត់ល្អប៉ុណ្ណាសម្រាប់ម្ចាស់របស់គាត់ទេម៉ាកុសផ្ដោតច្រើនលើរូបដែលព្រះយេស៊ូវក្នុងនាមជាអ្នកបម្រើរបស់ព្រះយេហូវ៉ាធ្វើការឲ្យអស់ពីសមត្ថភាពរបស់ទ្រង់ខគម្ពីរទី32ល្ងាចនោះបន្ទាប់ពីព្រះអាទិត្យលិចប្រជាជននាំអ្នកជំងឺនិងអ្នកដែលមានអារ៉ាស់ចូលទាំងអស់មកឯព្រះយេស៊ូវ33មនុស្សពេញទាំងទីក្រុងប្រមូលផ្តុំគ្នានៅមាត់ទ្វារ34ហើយព្រះយេស៊ូវបានព្យាបាលមនុស្សជាច្រើនដែលមានជំងឺផ្សេងទ្រង់ក៏បានដេញអារ៉ាស់ជាច្រើនចេញដែរប៉ុន្តែទ្រង់មិនអនុញ្ញាតឲ្យពួកអារ៉ាស់និយាយទេព្រោះពួកវាដឹងថាទ្រង់ជានរណាដំណឹងនៃព្រះយេស៊ូវបានផ្សព្វផ្សាយយ៉ាងឆាប់រហ័សទូទាំងកាលីលេប៉ុន្តែព្រះយេស៊ូវចូលចិត្តកំណត់ល្បឿនពេលវេលាមកដល់នៅពេលដែលព្រះយេស៊ូវត្រូវបានលើកដំកើងដែលគឺជាពេលដែលទ្រង់ត្រូវបានឆ្កាងរហូតដល់ពេលនោះព្រះយេស៊ូវមិនចង់ឲ្យមានអ្វីដែលមិនបានរំពឹងទុកកើតឡើងចំពោះទ្រង់ដូចជាការគប់នឹងថ្មរហូតដល់ស្លាប់ដូច្នេះទ្រង់កំណត់ល្បឿនរបស់ទ្រង់នេះជាមូលហេតុដែលទ្រង់ហាមពួកអារ៉ាហ្វមិនឲ្យផ្សព្វផ្សាយពាក្យអំពីព្រះយេស៊ូវគ្រប់ទីកន្លែងកិច្ចការដែលព្រះបានចាត់តាំងកិច្ចការនៃឈើឆ្កាងកើតឡើងនៅពេលវេលាដែលព្រះបានកំណត់រឿងនេះបានคล้ายជាច្បាស់នៅពេលយើងឃើញព្រះយេស៊ូវទៅកន្លែងស្ងាត់មួយនៅព្រលឹមប្រហាមម្ដងខគម្ពីរទី35នៅព្រលឹមប្រហាមនៅពេលដែលនៅងឹតនៅឡើយព្រះយេស៊ូវបានក្រោកឡើងចាក់ចេញពីផ្ទះហើយទៅកន្លែងស្ងាត់ដែលទ្រង់អធិស្ឋាន35មួយស៊ីម៉ូននិងមិត្តភក្តិរបស់គាត់ទៅរកទ្រង់37ហើយនៅពេលពួកគេបានរកឃើញទ្រង់ពួកគេទានថាមនុស្សគ្រប់គ្នាកំពុងរកអ្នក38ព្រះយេស៊ូវឆ្លើយតបថាចូលយើងទៅកន្លែងផ្សេងទៀតទៅភូមិនៅជិតខាងដើម្បីឲ្យខ្ញុំអាចអធិប្បាយនៅទីនោះផងដែរនោះគឺជាមូលហេតុដែលខ្ញុំមក39ដូច្នេះទ្រង់បានធ្វើដំណើរពេញកាលីលេអធិប្បាយនៅក្នុងសាលាប្រជុំរបស់ពួកគេនិងដេញអារ៉ាស់ចេញព្រះម្ចាស់យាងទៅកន្លែងស្ងាត់មួយនៅពេលព្រឹកទ្រង់យាងទៅដើម្បីគោលបំណងពីរយ៉ាងមួយចំពោះព្រះនិងមួយទៀតចំពោះមនុស្សទីមួយដូចជានិច្ចជាការជាមួយព្រះ
ព្រះអម្ចាស់ចង់បានការរួបរวมដ៏ស្និទ្ធស្នាលជាមួយព្រះបិតាអំណាចជារបស់ផងព្រះហើយមិនអាចទទួលបានលុះត្រាតែវាត្រូវបានប្រទានមកពីស្ថានលើសិទ្ធិអំណាចក៏មកពីស្ថានលើដែរអ្នកមិនអាចទទួលបានវាទេលុះត្រាតែវាត្រូវបានប្រទានពីស្ថានលើព្រះអម្ចាស់បានបង្ហាញយើងរឿងនេះយ៉ាងច្បាស់តាមរយៈគំរូរបស់ទ្រង់ទី2សម្រាប់មនុស្សដើម្បីគ្រប់គ្រងកម្រិតទឹកឬកំណត់ល្បឿនឥឡូវនេះប្រជាជនកាលីលេកំពុងតែភ្ញាក់ផ្អើលយ៉ាងខ្លាំងអំពីការព្យាបាលរបស់ព្រះយេស៊ូវវាជាអ្វីដែលពួកគេនិយាយនៅពេលពួកគេជួបគ្នាប៉ុន្តែនេះមិនមែនជាអ្វីដែលទ្រង់យាងមកទេព្រះយេស៊ូវបានយាងមកក្នុងពិភពលោកនេះមិនមែនដើម្បីព្យាបាលមនុស្សទេប៉ុន្តែដើម្បីសង្គ្រោះព្រលឹងហើយនៅពេលដែលទ្រង់ឃើញថាមនុស្សផ្ដោតលើរឿងនោះខ្លាំងពេកទ្រង់បានចេញទៅតែម្នាក់ឯងនិងស្ងាត់ស្ងៀមទៅកន្លែងស្ងាត់ជ្រងំនៅពេលព្រឹកបន្ទាប់ដើម្បីគ្រប់គ្រងល្បឿនដើម្បីគ្រប់គ្រងកម្រិតទឹកពាក្យសម្ដីរបស់ពេត្រុសចំពោះព្រះយេស៊ូវគឺប្រកាសជាមានការខកចិត្តគាត់ប្រហែលជាបាននិយាយអ្វីមួយដូចជាតើអ្នកកំពុងធ្វើអ្វីនៅទីនេះអស្ចារ្យណាស់នៅឱកាសដ៏ល្អមនុស្សគ្រប់គ្នាកំពុងរកព្រះម្ចាស់ដូច្នេះតើមានឱកាសល្អជាងនេះទៀតទេប៉ុន្តែព្រះយេស៊ូវនិយាយថាទេចូលយើងទៅកន្លែងផ្សេងហើយទៅផ្សាយដំណឹងល្អទ្រង់មានបន្ទូលគោលបំណងចម្បងរបស់ព្រះយេស៊ូវក្នុងការយាងមកក្នុងពិភពលោកនេះត្រូវបានបង្ហាញពេញលេញក្នុងពាក្យទាំងនេះក្នុងការព្យាបាលមនុស្សខ្លងយើងឃើញច្បាស់នៅអ្វីដែលនៅក្នុងអារម្មណ៍នៃព្រះយេស៊ូវគឺជាការជំរុញចិត្តរបស់ទ្រង់គម្ពីរទី40បុរសខ្លងម្នាក់បានមករកទ្រង់ហើយសូមអង្វរទ្រង់នៅលើជង្គង់ថាប្រសិនបើអ្នកស្ម័គ្រចិត្តអ្នកអាចធ្វើឲ្យខ្ញុំបានស្អាត41ពោពេញដោយក្តីមេត្តាករុណាព្រះយេស៊ូវលូកដៃទ្រង់ចេញហើយប៉ះបុរសនោះខ្ញុំស្ម័គ្រចិត្តទ្រង់មានបន្ទូលចូលឲ្យបានស្អាតចុះ42ភ្លាមនោះជំងឺខ្លងបានចាក់ចេញពីគាត់ហើយគាត់ក៏បានជាសះស្បើយ43ព្រះយេស៊ូវបញ្ជូនគាត់ចេញទៅវិញភ្លាមដោយមានការព្រមានដ៏មុតមម44កុំប្រាប់រឿងនេះទៅនរណាម្នាក់ប៉ុន្តែចូលទៅបង្ហាញខ្លួនឯងដោយសង្ឃហើយថ្វាយយិញបូជាដែលលោកម៉ូសេបានបញ្ជាសម្រាប់ការបានស្អាតរបស់អ្នកទុកជាសក្ខីភាពដល់ពួកគេ45ផ្ទុយទៅវិញគាត់បានចេញទៅហើយចាប់ផ្ដើមនិយាយយ៉ាងសេរីផ្សព្វផ្សាយដំណឹងជាលទ្ធផលព្រះយេស៊ូវមិនអាចចូលទៅក្នុងទីក្រុងដោយបើកចំហទៅទៀតទេប៉ុន្តែគង់នៅខាងក្រៅក្នុងកន្លែងស្ងាត់ក្រោមទោះយ៉ាងណាក៏ដោយប្រជាជននៅតែមករកទ្រង់ពីគ្រប់ទិសទីវាជាភ្លាមម្ដងទៀតឃ្លានេះមានក្នុងសៀវភៅម៉ាកុសទាំងមូល41ដងក្នុងជំពូកទី1តែមួយមាន10ដងយើងទទួលបានរូបភាពរស់រវើកពីរបៀបដែលព្រះយេស៊ូវធ្វើការនិងផ្លាស់ទីដោយមានភាពបន្ទាន់ក្នុងនាមជាអ្នកបម្រើរបស់ព្រះយេហូវ៉ានេះគឺជាព្រឹត្តិការណ៍អភូតហេតុទី3របស់ព្រះម្ចាស់អភូតហេតុដំបូងគឺជាការព្យាបាលមនុស្សដែលមានអារ៉ាស់ចូលទី2គឺការលើកកម្ដាយក្មេករបស់ពេត្រុសឡើងហើយការព្យាបាលមនុស្សខ្លងនេះគឺជាអភូតហេតុទី3នៅពេលនោះវាជារឿងដែលមិនអាចគិតបានសម្រាប់ជនជាតិយូដាក្នុងការប៉ះមនុស្សខ្លងទោះជាយ៉ាងណាក៏ដោយព្រះយេស៊ូវដែលជាជនជាតិយូដាបានដាក់ដៃលើមនុស្សខ្លងការឈឺចាប់នៃព្រលឹងរបស់មនុស្សខ្លងនេះដែលឃ្លាតឆ្ងាយពីមនុស្សជាតិប្រកាសជាធំជាងការឈឺចាប់នៃរាងកាយរបស់គាត់ការពិតដែលព្រះយេស៊ូវបានប៉ះមនុស្សខ្លងនេះគឺជាអភូតហេតុដោយខ្លួនឯងព្រះយេស៊ូវបានមានសេចក្តីមេត្តាករុណាដល់មនុស្សខ្លងនេះជាការជំរុញចិត្តនិងកម្លាំងជំរុញពីក្រោយការព្យាបាលរបស់ទ្រង់ពាក្យដើមនៃសេចក្តីមេត្តាករុណា Splenknesome មានន័យថារូតក្នុងពោះវៀនទ្រង់មានសេចក្តីមេត្តាករុណាដល់មនុស្សខ្លងដល់កម្រិតដែលពោះវៀនរបស់ទ្រង់ព្រះយេស៊ូវវិលចិត្តរបស់ទ្រង់បានបែកមិត្តភក្តិទាំងឡាយចិត្តនេះគឺជាការជំរុញចិត្តរបស់ព្រះយេស៊ូវវាជាការជំរុញចិត្តសម្រាប់ពរកិច្ចទាំងអស់របស់ទ្រង់ចិត្តនេះមិនមែនជាចិត្តមនុស្សទេដៃដែលប៉ះមិនមែនជាដៃមនុស្សទេហើយពោះវៀនដែលរួតមិនមែនជាពោះវៀនមនុស្សទេគ្មានមនុស្សណាអាចធ្វើរឿងនេះបានទេលើកលែងតែព្រះសូមស្រមៃពីក្តីអំណរដែលមនុស្សខ្លងប្រកាសជាមានអារម្មណ៍នៅពេលដែលព្រះអម្ចាស់ប៉ះគាត់វាប្រកាសជាមានអារម្មណ៍ដូចជារលកថាមពលដ៏ខ្លាំងដូចជាអគ្គិសនីមួយលានវល់រត់តាមរាងកាយទាំងមូលរបស់គាត់បន្ទាប់ពីនេះគាត់ប្រកាសជាមានអារម្មណ៍ពោពេញទៅដោយក្តីអំណរនិងសេរីភាពដែលពិបាកពណ៌នាជាពាក្យហើយតើព្រះអម្ចាស់ប្រកាសជាពេញចិត្តប៉ុណ្ណាទ្រង់ប្រកាសជាពេញចិត្តព្រោះទ្រង់បានមានបន្ទូលថាខ្ញុំស្ម័គ្រចិត្តមានន័យថានេះគឺជាអ្វីដែលខ្ញុំពិតជាចង់បាននេះគឺជាបំណងប្រាថ្នារបស់ខ្ញុំនៅពេលដែលព្រះអម្ចាស់បានឃើញថាមុខដែលបង្កើតក្នុងរូបភាពរបស់ព្រះបានคล้ายជាមុខអាក្រក់របស់មនុស្សខ្លងទ្រង់មានបន្ទូលថាខ្ញុំស្ម័គ្រចិត្តមិត្តភក្តិទាំងឡាយពាក្យទាំងនេះ
មិនអាចអាន គ្រាន់តែជាពាក្យបោះពុម្ពទេវាមិនដែលត្រូវបាននិយាយក្នុងសំឡេងស្ងៀមស្ងាត់ទេទោះបីជានិយាយក្នុងសំឡេងស្ងៀមស្ងាត់ក៏ដោយសំឡេងលាក់ខាងក្រោមគឺខ្លាំងគ្រប់គ្រាន់ដើម្បីផ្លាស់ប្ដូរភ្នំចូលពិចារណាថាព្រះបានបង្កើតមនុស្សក្នុងរូបភាពរបស់ព្រះមិនដែលបង្កើតមនុស្សណាក្នុងរូបភាពបំផ្លៃរបស់មនុស្សខ្លងទេទ្រង់បានបង្កើតពួកគេជាមួយនឹងរូបភាពដ៏អស្ចារ្យរបស់ព្រះតើនរណាបានធ្វើឲ្យមនុស្សនេះคล้ายជាមនុស្សខ្លងដែលមានរូបរាងខុសប្រក្រតីបែបនេះសាតាំងដែលស្អប់ព្រះនឹងឈ្នានីសនឹងមនុស្សដែលបង្កើតមកក្នុងរូបភាពរបស់ព្រះបានធ្វើឲ្យគាត់ដូចនេះដូច្នេះសំឡេងដែលនិយាយថាខ្ញុំស្ម័គ្រចិត្តមិនអាចជាសំឡេងស្ងៀមស្ងាត់ទេព្រោះចិត្តរបស់ព្រះម្ចាស់ត្រូវបានរមោក្នុងពោះវៀនរបស់ទ្រង់នៅពេលទ្រង់មើលទៅមុខបំផ្លៃរបស់មនុស្សខ្លងសំឡេងនោះប្រកាសជាខ្លាំងល្មមនឹងធ្វើឲ្យភ្នំនិងវាលទាំងអស់ហូរចេញមិត្តភ័ក្តិទាំងឡាយនេះគឺជាចិត្តរបស់ព្រះម្ចាស់យើងចំពោះយើងនៅពេលដែលមុខរបស់យើងដែលបង្កើតឡើងក្នុងរូបភាពរបស់ព្រះត្រូវបានបំផ្លិចបំផ្លាញវាក៏ងឹតដែរនៅពេលមុខរបស់យើងភ្លឺថ្លាមុខរបស់ព្រះយេស៊ូវរបស់យើងក៏ភ្លឺថ្លាដែរប្រសិនបើអ្នកជឿថាអ្នកត្រូវបានបង្កើតក្នុងរូបភាពរបស់ព្រះចូលជឿរឿងនេះផងដែរដូច្នេះសំឡេងរបស់ទ្រង់ខ្ញុំស្ម័គ្រចិត្តពិតជាសំឡេងដ៏ខ្លាំងមែនមិត្តភ័ក្តិទាំងឡាយនេះគឺជាសំឡេងដ៏ប្រកបនឹងរឹងមាំដែលតែងតែនិយាយទៅកាន់រាជជ្រើសរើសទាំងអស់របស់ទ្រង់សូមឲ្យអ្នកទាំងអស់គ្នាទទួលបានព្រះគុណដើម្បីស្ដាប់ឮសំឡេងនេះនៅពេលនេះ